ញាធរថៃបានកំណត់ឲ្យពលរដ្ឋខ្មែរជាច្រើនគ្រួសារចាក់ចេញពីភូមិព្រៃច័ន្ទនិងភូមិជោគជ័យនៃខេត្តបន្ទាយមានជ័យក្នុងរយៈពេល15ថ្ងៃបើពុំដូច្នោះទេពួកគេអាចប្រឈមទៅនឹងការជាប់ពន្ធនាគាររយៈពេល15ឆ្នាំពីន័យជាប្រាក់ 10,000 បាតឬក៏ជាង $30,000 អាមេរិកជាចំណាត់ការដែលកម្ពុជាប្រឆាំងយ៉ាងដាច់ខាតយោងតាមកាសែតខៅសូត្រកាលពីថ្ងៃទី28ខែកញ្ញាឆ្នាំ2025អាជ្ញាធរខេត្តស្រះកែវរបស់ថៃបានលើកផ្លាកធំចំនួន6នៅភូមិជោគជ័យនិងភូមិព្រៃច័ន្ទរបស់កម្ពុជាបដាជូនដំណឹងដែលសរសេរជាភាសាថៃអង់គ្លេសនិងខ្មែរបានប្រកាសថាតំបន់ដែលប្រជាពលរដ្ឋខ្មែរកំពុងតែរស់នៅក្នុងភូមិទាំងពីរគឺជាតំបន់ព្រៃឈើស្ថិតនៅក្រោមច្បាប់អភិរក្សរបស់ថៃនៅក្នុងផ្លាកដដែលបញ្ជាក់ថាអ្នកភូមិព្រៃច័ន្ទមានពេលត្រឹមថ្ងៃទី3ខែតុលាឆ្នាំ2025ក្នុងការរើចេញពីលំនៅឋានរបស់ពួកគេចំណែកអ្នកភូមិជោគជ័យត្រូវរើចេញយ៉ាងយូរត្រឹមថ្ងៃទី10ខែតុលាឆ្នាំ2025សាររបស់ថៃថែមទាំងព្រមានថាអ្នកល្មើសនឹងសេចក្តីប្រកាសនេះនឹងប្រឈមទៅនឹងការជាប់ពន្ធនាគាររយៈពេល15ឆ្នាំនិងពិន័យជាប្រាក់ 10,000 បាតឆ្លើយតបទៅនឹងការប្រកាសរបស់ថៃលោកអ៊ុំរាត្រីអភិបាលខេត្តបន្ទាយមានជ័យនៅថ្ងៃទី29ខែកញ្ញាឆ្នាំ2025បានសរសេរលិខិតផ្ញើទៅអភិបាលខេត្តស្រះកែវដោយចាត់ទុកថាថៃកំពុងតែគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមកលើប្រជាពលរដ្ឋកម្ពុជាដែលរស់នៅក្នុងតំបន់នោះអស់ជាច្រើនទសវត្សរ៍មកហើយពលគឺតាំងពីមុនពេលមានអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2000ស្ដីពីការបោះបង្គោលព្រំដែនគោកទៅទៀតលោកអ៊ុំរាត្រីសង្កត់ធ្ងន់ថារដ្ឋបាលខេត្តស្រះកែវមិនមានសមត្ថកិច្ចកំណត់ព្រំដែននិងអនុវត្តច្បាប់នៅក្នុងស្រុកថៃរបស់ខ្លួនមកលើសហគមន៍កម្ពុជានៅក្នុងតំបន់ដែលមិនទាន់មានការកំណត់ខណ្ឌសីមាព្រំដែនរួចរាល់នោះទេលោកបានរំលឹកថាប្រទេសទាំងពីរបានឯកភាពគ្នាក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនកាលពីថ្ងៃទី10ខែកញ្ញាឆ្នាំ2025នៅក្នុងការរក្សាស្ថានភាពដដែលរហូតទៅដល់ការចរចាព្រំដែនបានបញ្ចប់ក្រៅពីភូមិទាំងពីរនេះថៃនៅគម្រាមឲ្យកម្ពុជារុះរើសំណង់ទាំងអស់នៅ17ទីតាំងផ្សេងទៀតចាប់ពីខេត្តពោធិ៍សាត់រហូតទៅដល់ខេត្តកោះកុងកម្ពុជាបានបន្តអំពាវនាវឲ្យសហគមន៍អន្តរជាតិអន្តរាគមន៍បន្ធូរភាពតានតឹងនិងដាក់សម្ពាធឲ្យថៃគោរពបទឈប់បាញ់ឲ្យបានពេញលេញ